ចង់អានព្រះគម្ពីរតែអត់ដឹងថាចាប់ផ្ដើមពីកន្លែងណាហើយទើបតែដឹងថាគម្ពីរសុភាសិតមាន31ជំពូកហើយខែនេះមាន31ថ្ងៃយើងនឹងអានមួយថ្ងៃមួយជំពូកជាមួយគ្នាថ្ងៃទី3យើងនឹងអានជំពូកទី3ហើយខ្ញុំអានហើយនេះគឺជាខដែលខ្ញុំចង់ចែករំលែកចូលកាន់ចិត្តភក្តីនិងចិត្តសច្ចៈជានិច្ចគឺត្រូវចារឹកគុណសម្បត្តិនេះជាប់ក្នុងចិត្តពេលនោះកូននឹងបានគប់ប្រហាតីព្រះជាម្ចាស់គប់ចិត្តមនុស្សផងទាំងពួងកុំពឹងលើការចេះដឹងរបស់ខ្លួនឡើយតែត្រូវទុកចិត្តលើព្រះអង្គម្ចាស់ទាំងស្រុងចូលនឹកដល់ព្រះអង្គម្ចាស់នៅក្នុងគ្រប់កិច្ចការដែលកូនធ្វើនោះព្រះអង្គនឹងត្រួសត្រាយផ្លូវរបស់កូនកុំចាត់ទុកខ្លួនឯងថាមានប្រាជ្ញាឡើយផ្ទុយទៅវិញត្រូវគោរពកោតខ្លាចព្រះអង្គម្ចាស់ហើយងាកចេញពីអំពើអាក្រក់កូនអើយមិនត្រូវមើលងាយការព្រានប្រដៅរបស់ព្រះអង្គម្ចាស់ឡើយហើយក៏មិនត្រូវធ្លាក់ទឹកចិត្តនៅពេលដែលព្រះអង្គស្ដីបន្ទោសដែរត្បិតព្រះអង្គម្ចាស់តែងតែព្រានប្រដៅអស់អ្នកដែលព្រះអង្គស្រឡាញ់ដូចឪពុកវាប្រដៅកូនជាទីស្រឡាញ់របស់ខ្លួនហើយមិនសិនមកខ្ញុំនិយាយថាប្រាជ្ញាមានតម្លៃមិនអាចកាត់ថ្លៃបានថាអញ្ចឹងខនេះនិយាយថាប្រាជ្ញាមានតម្លៃលើសត្បូងប្រាជ្ញាផ្ដល់ឲ្យមានអាយុយឺនយូរព្រមទាំងនាំឲ្យមានសម្បត្តិនិងកិត្តិយសដ៏រុងរឿងទៀតផងកូនអើយចូលដឹងខុសត្រូវនិងរិះគិតពិចារណាជានិច្ចកុំធ្វេសប្រហែសឡើយត្បិតការដឹងខុសត្រូវនិងការរិះគិតពិចារណាផ្ដល់ឲ្យកូនមានជីវិតមានកិរិយាមារយាទថ្លៃថ្នូរមិនត្រូវបដិសេធនិងជួយអ្នកដែលត្រូវការជំនួយពីកូនឡើយគឺត្រូវជួយគេតាមលទ្ធភាពរបស់កូនមិនត្រូវប៉ុនប៉ងធ្វើបាបមិត្តភក្តិដែលរស់នៅជិតខាងកូនហើយទុកចិត្តលើកូននោះឡើយកុំរករឿងនរណាម្នាក់ដោយឥតហេតុគឺកុំរករឿងអ្នកដែលមិនបានធ្វើខុសចំពោះកូនចឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់ថ្ងៃហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាបានអានហើយមានខណាដែលអ្នកទាំងអស់គ្នាចាប់អារម្មណ៍កុំភ្លេច comment ឲ្យខ្ញុំដឹងផងចឹងជួបគ្នាថ្ងៃស្អែកសម្រាប់ជំពូកទី4សូមអរគុណសូមប្រែផ្ទៀនពរ